ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីវត្ថុឬក៏ជាភាសាអង់គ្លេស object តើតើទៅនឹងវត្ថុតើទៅនឹង object នេះយើងបានដឹងច្រើនដែរហើយពីព្រោះយើងធ្លាប់បានប្រើច្រើនគួរសមដែរដូចជានៅពេលដែលយើងចាប់ធាតុណាមួយតាម ID យើងប្រកាសជាធ្លាប់ប្រើ document object ហើយបើមិនយើងគិតទៅដល់មេរៀនដំបូងតាំងពីយើងរៀនពី JavaScript មកខ្ញុំបាននិយាយហើយថាអ្វីៗទាំងអស់នៅក្នុង JavaScript ត្រូវបានរចនាឡើងឲ្យមានទម្រង់ជា objectហើយគឺយើងធ្លាប់បានដឹងដែរនៅក្នុង object មួយគឺមានរបស់ជាច្រើនឧទាហរណ៍ថានៅក្នុង HTML របស់យើងខ្ញុំអត់សរសេរអីទេតែស្អាតខ្ញុំភ្ជាប់ទៅកាន់ឯកសារ JavaScript ដែលមានឈ្មោះថា script.js ហើយនៅក្នុង JavaScript នោះក៏មានអីដែរនៅចម្លើយដែលចេញមកក៏ទៅស្អាតដែរព្រោះអត់បានស្អីផងហើយយើងចូលមើលទៅកាន់ console ឧទាហរណ៍ថាខ្ញុំហៅ object window ចុះ object window នេះគឺក្តោបក្តាប់អ្វីទាំងឡាយដែលប្រើប្រាស់នៅក្នុង JavaScript តាំងពី string តាំងពី number តាំងពីធាតុនៅក្នុងគេហទំព័ររបស់យើងអ្វីទាំងអស់គឺស្ថិតនៅក្នុង window object ហ្នឹងប៉ុន្តែដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងរបស់មួយវាមានតួនាទីប្លែកៗពីគ្នាប៉ុន្តែគេរចនាឡើងចេញជាពីរលក្ខណៈទេមួយគឺជា property មួយទៀតគឺជា method ហើយបើសិនជាយើងមើលឲ្យបានច្បាស់ទៅ property និង method អត់មានអីខុសគ្នាទេវាមានឈ្មោះដូចគ្នាវាមានតម្លៃដូចគ្នាឧទាហរណ៍ថាខ្ញុំរកកើតមកដល់កន្លែងនេះចុះយើងឃើញថាមានរបស់មួយដាក់ឈ្មោះថា move by តើមួយហ្នឹងគឺជា property ឬក៏ method យើងអាចដឹងបានដោយមើលតម្លៃរបស់វាកាលណាតម្លៃរបស់វាគឺជា function ដូចក្នុងករណីនេះមានបិទបើកវងចរនៅក្រៅបែបហ្នឹងវាប្រកាសជា function ហើយកាលណាតម្លៃរបស់វាគឺជា function របស់មួយនោះគឺជា method ហើយបើតម្លៃរបស់វាក្រៅពី function ស្អីផ្សេងក៏ដោយឲ្យតែមិន function ទេឧទាហរណ៍ថាដូចនៅខាងក្រោមនេះយើងឃើញថាមាន name navigator off screen buffering ហើយនៅក្រោមទៀតហ្នឹងយើងឃើញថាតម្លៃរបស់វាមិនមែនជា function ទេកាលណាតម្លៃរបស់វាមិនមែនជា function យើងហៅវាថាជា property បើគិតឲ្យសាប់ទៅ property និង method វាខុសតែតម្លៃទេតម្លៃជា function វាជា method តម្លៃផ្សេងជា function វាជា property ហើយនៅក្នុងវីដេអូនេះគឺយើងសិក្សាអំពី object នឹងឯងអំពីការបង្កើត object ហើយបង្កើត property សម្រាប់ object នឹង method សម្រាប់ object នឹងហើយទាំងអស់ហ្នឹងដែលចម្លើយចេញមកដូចទៅនឹង window object ហ្នឹងឯងគាត់ថាវាមិនធំដល់ម្លឹងទេយើងគ្រាន់តែបង្កើតបន្តិចតែប៉ុណ្ណោះឥឡូវយើងចាប់ផ្ដើមចូលទៅក្នុងកន្លែង code តែម្ដងទៅ object ហ្នឹងវាជាប្រភេទមួយនៃអាញាតដូចទៅនឹង string number ឯដែរគ្រាន់ថា string number វាងាយយល់ object ហ្នឹងវាមានរបស់ច្រើននៅក្នុងហ្នឹងដូច្នេះខ្ញុំបង្កើតវាដំបូងខ្ញុំត្រូវបង្កើតអាញាតមួយឧទាហរណ៍ថាអាញាត code អញ្ចឹងវាមានពី3វិធីក្នុងការបង្កើត object ហ្នឹងវិធីទី1សម្រាប់បង្កើត object ខ្ញុំត្រូវបង្កើតដោយប្រើ keyword new ហើយវាយពាក្យ object បិទបើកវងចរអ្នកទាំងអស់គ្នាប្រកាសជាហៅអាហ្នឹងថា object function ប៉ុន្តែវាមិនមែនទេអាហ្នឹងវាជា constructor យើងត្រូវរៀននៅពេលដែលយើងសិក្សាអំពី JavaScript កម្រិតខ្ពស់នៅក្នុងវីដេអូនេះខ្ញុំអត់លើកយកមកបង្ហាញអ្នកទាំងអស់គ្នាទេហើយយើងសរសេរតែប៉ុណ្្នឹងមកគឺបានហើយគឺបាន object នឹងមួយហើយ object ហ្នឹងមានឈ្មោះថា code យើងមើលទៅខាងចម្លើយរបស់យើងអត់មានអីទេហើយខ្ញុំអាចហៅអាញាតនឹងមកបានចម្លើយដែលវាចេញមកគឺវាចេញ object បែបនេះ object ហ្នឹងវាមានតែរបស់មួយទេដាក់ពាក្យថា proto នេះពាក្យពេញរបស់វាគឺ prototype ប៉ុន្តែតើតើនឹងកន្លែងហ្នឹងពិបាកឲ្យអ្នកទាំងអស់គ្នាយល់បន្តិចក្នុងកម្រិតដំបូងនេះហើយក៏ខ្ញុំមិនបង្ហាញអ្នកទាំងអស់គ្នានៅក្នុងកម្រិតដំបូងនេះដែរយើងគ្រាន់តែសម័យថាបើសិនជាគ្មានអាហ្នឹងគឺ object របស់យើងគឺទៅស្អាតឥឡូវខ្ញុំនិយាយអំពីរបៀបបញ្ចូល property ចូលទៅក្នុង object ហ្នឹងនៅកន្លែង console នេះឧទាហរណ៍ថាខ្ញុំហៅ property ណាមួយនៃ object code ហ្នឹងឧទាហរណ៍ថាហៅ property ឬយើងដឹងអញ្ចឹងយើងមិនហៅឈ្មោះ object ហ្នឹងហើយយើងប្រើសញ្ញាចុចឲ្យឧទាហរណ៍ថាខ្ញុំហៅ property name នៃ object code ហ្នឹងចុះប៉ុន្តែ object របស់យើងអត់បានបង្កើត property ហ្នឹងទេកាលណាខ្ញុំហៅតម្លៃរបស់វាទៅជា undefined វាមានន័យថាអត់បានកំណត់ប៉ុន្តែវាអត់ចេញ error ឲ្យយើងទេដើម្បីកំណត់តម្លៃទៅឲ្យ property មួយហ្នឹងឧទាហរណ៍ property name អញ្ចឹងគឺយើងសរសេរដោយតែការហៅនឹងឯងប៉ុន្តែយើងកំណត់តម្លៃយើងប្រកាសជាប្រើសញ្ញាស្មើហើយសួរថា property ហ្នឹងផ្ទុកតម្លៃអ្វីយើងចង់ដាក់តម្លៃអ្វីទៅឲ្យវាក៏បានដែរឧទាហរណ៍ថាក្នុងករណីខ្ញុំនេះខ្ញុំដាក់តម្លៃអក្សរថា code តែប៉ុណ្ណឹងទៅគឺបានហើយឧទាហរណ៍ថាខ្ញុំកំណត់ property មួយទៀត property type ចូលទៅឲ្យ object code ហ្នឹងនៃតម្លៃរបស់វាដាក់ពាក្យថា academy ប៉ុណ្ណឹងទៅយើងមើលទៅខាងចម្លើយខ្ញុំហៅ object code ហ្នឹងមកសាដើមយើងឃើញថាវាចេញហើយចេញ name property តម្លៃ code type property តម្លៃ academy គឺឃើញថាវាមាននៅក្នុងហ្នឹងហើយដើម្បីហៅក៏វាអត់អីពិបាកយល់ដែរដូចយើងហៅមិនចឹងហៅ object code ហ្នឹងមកប្រើសញ្ញាចុចតមកហៅឈ្មោះ property ហ្នឹង name ដល់ពេលចុច enter ទៅគឺបានពាក្យ code ហ្នឹងមកហើយឥឡូវយើងបានឃើញហើយអំពីវិធីកំណត់ property ទៅឲ្យ object ណាមួយគឺវាងាយអញ្ចឹងឯងហើយតាក់ទងទៅនឹង method ក៏វាអត់ខុសគ្នាដែរដូចដែលយើងនិយាយពីដើមអញ្ចឹង method និង property វាខុសគ្នាតែតម្លៃទេអញ្ចឹងក្នុងការបង្កើតក៏វាអត់ខុសគ្នាដែរគ្រាន់ថាតម្លៃរបស់យើងកំណត់ជា function ទៅនោះរបស់ហ្នឹងគឺជា method ហើយឥឡូវខ្ញុំហៅ code object ហ្នឹងទៅហើយខ្ញុំកំណត់ property ទៅឲ្យវាដាក់ full name តម្លៃរបស់វាគឺជា function មួយកាលណាតម្លៃរបស់វាជា function full name នេះមិនមែនជា property ទេវាជា method ឥឡូវឧទាហរណ៍ថាខ្ញុំបង្កើត function នៅក្នុងហ្នឹងតែខ្ញុំអត់កំណត់ឈ្មោះទេអត់កំណត់ឈ្មោះវងកញ្ចក់ក៏យើងត្រូវតែសរសេរដែរព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ function នីមួយៗហើយបិទបើកគ្នាជាធម្មតាហើយឧទាហរណ៍ថា method មួយហ្នឹងត្រឡប់មកវិញនៅផលបូករវាង10បូកនឹង20អញ្ចឹងយើងសរសេរតែប៉ុណ្ណេះនៅពេលដែល full name method នៃ code object នេះត្រូវបានគេហៅនោះវានឹងចេញចម្លើយមក30ពិសាមើលទៅខាងចម្លើយតិចមើលឥឡូវពិសាមើលគ្រឿងក្នុងរបស់ code object ហ្នឹងនេះគឺ full name ដែលតម្លៃរបស់វាដាក់ទៅវងកញ្ចក់ទេអត់មានឈ្មោះមកតង់ទៀតទេយើងអាចកំណត់ឈ្មោះមកតង់ទៀតក៏បានដែរប៉ុន្តែបើសិនជាយើងមិនចង់កំណត់ឈ្មោះដាក់តែប៉ុណ្្នឹងក៏បានដែរទោះបីយើងសាកហៅទៅមើល code
code object full name method បើសិនយើងហៅកន្លែងហ្នឹងមិនប្រើប្រាស់វងកញ្ចក់នោះវានឹងបង្ហាញ code ដែលយើងបង្កើត method មួយហ្នឹងហើយដើម្បីវាដំណើរការតើយើងសរសេរវាបញ្ចប់ដោយវងកញ្ចក់ enter ទៅវាចេញតម្លៃមក30ហើយឥឡូវយើងបានឃើញហើយអំពីការបង្កើត method មួយទៅឲ្យ object ណាមួយហើយកន្លែង function កន្លែងនេះបើសិនជាយើងកំណត់ឈ្មោះក៏ទៅបានដែរឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះកន្លែងហ្នឹងដូចទៅនឹងឈ្មោះ property មួយនឹង full name យើងយើងដាក់ឈ្មោះផ្សេងពីហ្នឹងក៏បានដែរយើងមើលទៅខាងចម្លើយខ្ញុំហៅ object code ហ្នឹងមកខ្ញុំបើកមើលទៅឃើញ full name property តម្លៃ full name function ហើយដំណើរការរបស់វាអត់មានអីខុសគ្នាទេឥឡូវខ្ញុំបង្កើត function full name នេះឲ្យវាមានភាពប្រក្រតីជាងនឹងបន្តិចព្រោះខ្ញុំដាក់ឈ្មោះ full name ក៏តែព្រឹត្តិការណ៍របស់វាទៅជា10 បូក 20 អាណាឆ្កយយ៉ាងវិញក្នុងនេះគឺខ្ញុំចង់ឲ្យ return ដដែលនឹងឯងគាត់ថា return ពាក្យថា code ខាងលើនេះដែលវាបានចេញមកពី name property នៃ object code បូកទៅនឹងដក clear មួយពីព្រោះខ្ញុំចង់ឲ្យ code ហើយដក clear ចេញពីអីមួយផ្សេងទៀតបូកទៅនឹងដក clear មួយហើយបូកទៅនឹងពាក្យថា academy នេះ academy នេះគឺខ្ញុំអាចហៅវាមកបានដោយយកពី type property នៃ object code មើលទៅខាងចម្លើយខ្ញុំហៅ object code នឹងមកសាកមើលគ្រឿងក្នុងវាមើលគឺអត់មានអីប្រែប្រួលទេពីព្រោះខ្ញុំប្រែប្រួល code នៅក្នុង function ហ្នឹងឥឡូវខ្ញុំហៅ code full name method ហ្នឹងមកគឺឃើញថាចេញពាក្យ code academy ហើយក្នុងលក្ខណៈនេះវាមានចំណុចមួយដែលអ្នកនរគួរយល់ដឹងយើងឃើញថានៅក្នុងនេះ object code ដំណើរការនៅក្នុងហ្នឹងហើយយើងប្រើពាក្យ code ដដែលពាក្យ code កន្លែងនេះយើងអាចចំនួនវាដោយ keyword មួយគឺ keyword this នេះវាអត់ជាក់លាក់ទេវាស្ថិតនៅកន្លែងណាវានឹងចាប់យក object មួយហ្នឹងដូចក្នុងករណីនេះ this មួយនេះវាស្ថិតនៅក្នុង function នេះ function ហ្នឹងស្ថិតនៅក្នុង property full name ហ្នឹងស្ថិតនៅក្នុង object code ដូច្នេះ this ហ្នឹងគឺវាចាប់យក object code ហ្នឹងឯងឥឡូវយើងសេចេះហើយយើងសាកមើលទៅខាងចម្លើយមើលតើវាចេញដំណើរការដូចមុនដែរឬទេខ្ញុំឲ្យវាដំណើរការ code ដូចមុនហ្នឹងចេញចម្លើយមកគឺនៅតែ code academy ដដែលឥឡូវយើងបានដឹងហើយអំពីវិធីបង្កើត object មួយបង្កើត property នៅក្នុងហ្នឹង method អីទាំងអស់ហ្នឹងឥឡូវយើងនិយាយពីមួយវិធីទៀតពីព្រោះក្នុងការបង្កើត object មួយមិនមែនមានតែមួយវិធីទេមួយវិធីទៀតនេះគឺនិយមប្រើជាវិធីដែលយើងកំពុងសិក្សានេះវិធីមួយនេះគឺយើងប្រើសញ្ញាឃ្នាបយើងគ្រាន់តែសរសេរឃ្នាបបែបនេះទៅហើយចុះបន្ទាត់ហើយ property និង method នៅក្នុង object មួយហ្នឹងយើងត្រូវសរសេរនៅក្នុងឃ្នាបហ្នឹងឧទាហរណ៍ដដែលហ្នឹងយើងចង់កំណត់ name property ដូច្នេះយើងសរសេរ name ហ្នឹងទៅហើយតម្លៃរបស់វាយើងអត់ប្រើសញ្ញាស្មើទេគឺយើងប្រើសញ្ញាចុច2បន្ទាប់ពីចុច2ហើយយើងកំណត់តម្លៃរបស់វាទៅឥឡូវនេះគឺយើងបាន property name តម្លៃទៅជា code ហើយឧទាហរណ៍ថាខ្ញុំចង់បន្ថែម property type តម្លៃទៅជា academy ទៀតខ្ញុំត្រូវផ្ដាច់គ្នាដោយសញ្ញាក្បៀសមួយបែបនេះហើយខ្ញុំចុចបន្ទាត់ទៅដើម្បីសំណុកមើល type ចុច2តម្លៃ academy ហើយខ្ញុំផ្ដាច់គ្នាមួយទៀតដោយប្រើសញ្ញាក្បៀសហើយខ្ញុំសរសេរ property full name តម្លៃរបស់វាជា function ដូច្នេះលក្ខណៈលើកនេះគឺវាជា method ចឹងហើយខ្ញុំចម្លង code ដែលខ្ញុំប្រើមុនហ្នឹងមកតែប៉ុណ្ណេះទៅជាការស្រេចឥឡូវខ្ញុំលុបអាក្រោមនេះចេញយើងមើលទៅខាងចម្លើយខ្ញុំហៅ object code ហ្នឹងមកសាដើមគឺឃើញថាចេញរបស់ដដែលនឹងឯងថាលើកនេះយើងបដូរវិធីក្នុងការបង្កើតវាហើយវិធីមួយនេះគឺនិយមប្រើជាងវិធីដែលប្រើ new object អីមិញហ្នឹងដោយសារតែមួយកន្លែងហ្នឹងយើងអាចឃើញគ្រឿងក្នុងរបស់វាទាំងអស់តែម្ដងហើយបើសិនជាយើងចង់បន្ថែម property ឬក៏ស្អីចូលទៅកាន់ object ហ្នឹងទៀតយើងអាចសរសេរចូលទៅក្នុងហ្នឹងទៀតទៅឬក៏យើងអាចបន្ថែមវានៅខាងក្រៅហ្នឹងដោយប្រើវិធីដូចមុនបានគឺហៅ object ហ្នឹងមក object code ហើយ property ដែលខ្ញុំចង់បន្ថែមឧទាហរណ៍ថា property year ចូលតម្លៃ2017យ៉ាងចុះខ្ញុំរក្សាវាទុកខ្ញុំមើលទៅខាងចម្លើយខ្ញុំហៅ object code ហ្នឹងមកគឺឃើញថាមាន property year មួយទៀតហើយតម្លៃរបស់វា2017ដែលយើងបង្កើតក្រោយហ្នឹងឥឡូវនេះយើងបានឃើញហើយពីរបៀបក្នុងការបង្កើត object ទាំងពីររបៀបហើយយើងសិក្សាបន្តមកទៀតនិយាយអំពីការហៅ property ឬក៏ method នៅក្នុង object មួយយកមកប្រើប្រាស់ដែលយើងធ្លាប់ដូរផ្សោតឡើងណានៃហើយឧទាហរណ៍ថាខ្ញុំចង់ហៅ property name នេះចេញពី object code នេះគឺដំបូងយើងហៅឈ្មោះ object ហ្នឹងមក object code ហើយហៅ property ឬក៏ method នៅក្នុងហ្នឹងយើងប្រើសញ្ញាចុចបន្ទាប់មកសរសេរឈ្មោះ property ឬក៏ method នៅក្នុងហ្នឹងទៅឧទាហរណ៍ថា property name យើងសរសេរប៉ុណ្ណឹងទៅគឺបានហើយបើ year ឬក៏ស្អីផ្សេងយើងសរសេរតាមហ្នឹងទៅគឺបានហើយតែបើសិនវាជា method ឧទាហរណ៍ថា full name ជាចុចបើសិនជាយើងសរសេរដោយមិនបញ្ចប់វាដោយបិទបើវងចោវានឹងបង្ហាញ code ដែលសរសេរ function ហ្នឹងហើយបើសិនយើងបញ្ចប់វាដោយបិទបើវងចោវានឹងដំណើរការ function មួយហ្នឹងវិធីមួយនេះគឺយើងធ្លាប់បានដឹងធ្លាប់បានប្រើឡើងណានៃទៅហើយនៅមានវិធីទៀតក្នុងការហៅ property ឬក៏ method នៅក្នុង object មួយឲ្យដំណើរការគឺយើងប្រើដង្កៀបឧទាហរណ៍ថាខ្ញុំចង់ហៅ property type នៃ object code នេះគឺខ្ញុំហៅឈ្មោះនៃ object នេះទៅ object code បន្តមកទៀតគឺខ្ញុំប្រើសញ្ញាដង្កៀបនេះមកហើយឈ្មោះនៃ property ឬក៏ method ហ្នឹងយើងត្រូវសរសេរនៅក្នុងអភ័ន្តរសញ្ញាឧទាហរណ៍ថាខ្ញុំចង់ហៅ property type ជាងចោលដូច្នេះខ្ញុំសរសេរពាក្យ type នៅក្នុងអភ័ន្តរសញ្ញានៅក្នុងសញ្ញាដង្កៀបហ្នឹងទៅជាការស្រេចខ្ញុំចុច enter នោះវាចេញតម្លៃហើយអាហ្នឹងគឺហៅ property ហើយបើសិនជាហៅ method វិញក៏វាដូចគ្នាដែរយើងគ្រាន់តែបដូររបស់នៅក្នុងអភ័ន្តរសញ្ញាហ្នឹងដាក់ទៅឈ្មោះរបស់ method ហ្នឹងទៅយើងសរសេរតែប៉ុណ្ណេះវានឹងបង្ហាញ code ដែលបង្កើត method ហ្នឹងមកដើម្បីឲ្យ method ហ្នឹងដំណើរការតើយើងបញ្ចប់វាដោយបិទបើវងចោហើយបើសិនជា method ហ្នឹងត្រូវការ parameter នៅក្នុងហ្នឹងយើងកំណត់ parameter ចូលទៅក្នុងហ្នឹងទៅវានឹងដំណើរការធម្មតាទេឥឡូវនេះយើងបានដឹងពីរបៀបមួយទៀតក្នុងការហៅ property ឬក៏ method នៃ object ណាមួយហើយឥឡូវយើងយកវាទៅអនុវត្តតាមអ្វីដែលយើងប្រើពីមុនមកឧទាហរណ៍ថាខ្ញុំហៅ function alert បែបនេះគឺវាចេញប្រអប់ហ្នឹងមក function alert នេះគឺជា method នៃ window object ជាទូទៅគឺយើងត្រូវសរសេរ window ចុច alert បែបនេះក៏ប៉ុន្តែដោយសារ
សារតែវាជារបស់មួយផ្ទាល់នៃ Windows Object ដូច្នេះហើយយើងអាចអត់សរសេរ Windows ចុចនេះបានប៉ុន្តែបើសិនជាយើងចង់ហៅ alert method នៃ Windows Object នេះដូចគ្នាដោយសរសេរវាជាលក្ខណៈដង្កៀបណាយើងអាចហៅបានដោយយើងសរសេរ Windows ចេញមកនេះគឺហៅឈ្មោះ Object ហើយប្រើប្រាស់ដង្កៀបបន្តមកសរសេរឈ្មោះនៃ method ដែលយើងចង់ហៅគឺ alert ហើយបើសិនយើងចង់ឲ្យដំណើរការនៃ method នោះគឺបញ្ចប់វាដោយវងកញ្ចក់បែបនេះមកឧទាហរណ៍ថានៅក្នុងវងកញ្ចក់នោះខ្ញុំឲ្យវាបង្ហាញពាក្យថា code ជាចុះយើង enter នោះវាដំណើរការ alert method នៃ Windows Object នឹងមកហើយប៉ុន្តែក្នុងការហៅដង្កៀបបែបនេះយើងអាចមិនសរសេរ Windows Object នៅពីមុខបែបនេះទេក្នុងការប្រើដង្កៀបគឺយើងត្រូវតែសរសេរឈ្មោះនៃ object ដែលក្តោបក្តាប់ method មួយហ្នឹងដូចគ្នានឹងដែរកាលមុនយើងចាប់ធាតុ A1 ឧទាហរណ៍ថាធាតុដែលមាន ID A អញ្ចឹងចុះឥឡូវនៅក្នុង HTML របស់យើងខ្ញុំបង្កើត div មួយដែលមាន ID A ហើយនៅក្នុងចម្លើយឧទាហរណ៍ថាខ្ញុំចង់ចាប់ធាតុហ្នឹងកាលមុនខ្ញុំសរសេរ document.getElement by ID ហើយខ្ញុំដាក់ ID A នៅក្នុងហ្នឹងទៅគឺបែបនេះយើងអាចហៅ getElement by ID method នៃ object document នេះដោយប្រើដង្កៀបបានគឺដូចទៅនឹងអ្វីដែលយើងសេមុនហ្នឹងអញ្ចឹងមុនដំបូងគឺយើងសរសេរឈ្មោះនៃ object ហ្នឹងគឺ object document បន្តមកសរសេរដង្កៀបហើយឈ្មោះនៃ method ឬក៏ property នោះយើងត្រូវសរសេរនៅក្នុងអភ័ន្តរសញ្ញាហើយ method នោះមានឈ្មោះថា getElement by ID ហើយបើសិនជាយើងសរសេរតែប៉ុណ្ណេះនោះវានឹងបង្ហាញ code ដែលបង្កើត method មួយនេះក៏ប៉ុន្តែដោយសារតែ code ដែលបង្កើត method មួយនេះគឺជា code នៅពីក្រោយ JavaScript ទៀតអញ្ចឹងហើយខាងនេះគេដាក់ថា native code អញ្ចឹង code ដែលបង្កើត method មួយនេះយើងអាចមើលបានទេហើយបើសិនជាយើងចង់ឲ្យដំណើរការ method មួយនេះយើងបញ្ចប់វាដោយវងកញ្ចក់យ៉ាងទៅឧទាហរណ៍ថាចាប់ធាតុមាន ID A ខ្ញុំដាក់អក្សរ A នៅក្នុងហ្នឹងទៅជាការស្រេចនោះខ្ញុំចាប់បានធាតុហ្នឹងហើយអញ្ចឹងយើងបានឃើញហើយពីរបៀបក្នុងការហៅ property ឬក៏ method នៃ object មួយគឺមិនមែនមានតែមួយវិធីដែលយើងហៅដោយប្រើសញ្ញាចុចហើយហៅឈ្មោះអីហ្នឹងទេគឺយើងអាចប្រើសញ្ញាដង្កៀបនេះបានប៉ុន្តែជាទូទៅការហៅដោយប្រើសញ្ញាចុចនេះគឺពេញនិយមជាងពីព្រោះវាសំណុកសរសេរប៉ុន្តែมันជាបញ្ហាទេបើសិនជាអ្នកទាំងអស់នេះចូលចិត្តសរសេរដោយប្រើដង្កៀបក៏ប្រើទៅវាអត់ខុសគ្នាអីទេហើយអ្វីដែលយើងត្រូវសិក្សានៅក្នុងវីដេអូនេះបង្កើត object បង្កើត property នៃ object method ឯហ្នឹងរបៀបហៅឯហ្នឹងគឺយើងសិក្សាអស់ហើយអញ្ចឹងហើយវីដេអូនេះក៏ចប់ត្រឹមនឹងដែរអត់មានអីទៀតទេអរគុណជម្រាបលា